រុនសួស្តីកូនកូនតោះយើងបន្តមេរៀនយើងទៀតណាកូនកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី98ពេលកូនកូនបើកហើយកូនកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនកូនតោះចាប់ផ្ដើមមេរៀនទី54អាថ្នោតគោខ្ញុំអំណានខ្ញុំមានគោឈ្មោលមួយក្បាលឈ្មោះអាថ្នោតគោខ្ញុំមានសម្បុរថ្នោតវាមានមាឌធំខ្ពស់ស្នែងស្រួចកោងខុបចូលគ្នាជើងទាំង4របស់អាថ្នោតមកន្ទុយរបស់វាវែងហើយបក់ចុះបក់ឡើងអាថ្នោតមានកម្លាំងខ្លាំងវាចេះណាស់ហើយឧស្សាហ៍ទៀតគ្រួសារខ្ញុំតឹមវាដើម្បីភ្ជួររស់នឹងអូសរទេះជីតាខ្ញុំតែងច្រូតស្មៅឲ្យវាស៊ីនឹងលាងទឹកវារៀងរាល់ថ្ងៃរាល់ព្រឹកខ្ញុំតែងកើបអាចវាយកទៅដាក់ក្នុងរណ្ដៅសម្រាប់ធ្វើជីខ្ញុំស្រឡាញ់អាថ្នោតណាស់ព្រោះវាមានប្រយោជន៍ចំពោះគ្រួសារខ្ញុំការរៀនពាក្យកអំណានពាក្យសម្បុររុនសួស្តីកូនកូនតោះយើងបន្តមេរៀនយើងទៀតណាកូនកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី98ពេលកូនបើកហើយកូនកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនកូនតោះចាប់ផ្ដើមមេរៀនទី54អាថ្នោតគោខ្ញុំអំណានខ្ញុំមានគោឈ្មោលមួយក្បាលឈ្មោះអាថ្នោតគោខ្ញុំមានសម្បុរថ្នោតវាមានមាឌធំខ្ពស់ស្នែងស្រួចកោងខុបចូលគ្នាជើងទាំង4របស់អាថ្នោតកន្ទុយរបស់វាវែងហើយបក់ចុះបក់ឡើងអាថ្នោតមានកម្លាំងខ្លាំងវាចេះណាស់ហើយឧស្សាហ៍ទៀតគ្រួសារខ្ញុំតឹមវាដើម្បីភ្ជួររស់នឹងអូសរទេះជីតាខ្ញុំតែងច្រូតស្មៅឲ្យវាស៊ីនឹងលាងទឹកវារៀងរាល់ថ្ងៃរាល់ព្រឹកខ្ញុំតែងកើបអាចវាយកទៅដាក់ក្នុងរណ្ដៅសម្រាប់ធ្វើជីខ្ញុំស្រឡាញ់អាថ្នោតណាស់ព្រោះវាមានប្រយោជន៍ចំពោះគ្រួសារខ្ញុំការរៀនពាក្យកអំណានពាក្យសម្បុរ